ในឆ្នាំទី2នៃការរៀបការជាមួយប្តីនាងបានរកឃើញថានៅក្នុងសៀវភៅគ្រួសារមានកូនប្រុសម្នាក់លេចឡើងដោយគ្មានមូលហេតុហើយគេមានអាយុ10ឆ្នាំទៅហើយប៉ុន្តែនាងនឹងហ្វូជេងយ៉ាវមិនដែលធ្លាប់មានកូនសោះតើកូនធំប៉ុណ្ណឹងមកពីណាមន្ត្រីកូបាប៉ុសបានត្រួតពិនិត្យម្ដងហើយម្ដងទៀតរហូតដល់3ដងរួចទើបលោកដៃរុញបែងតាលោកស្រីសិនតាមប្រព័ន្ធបង្ហាញថានេះពិតជាកូនប្រុសរបស់លោកស្រីមែនដោយសារឯកសារទាំងអស់ពេញលេញមានសម្បត្តិកំណើតព្រមទាំងហត្ថលេខារបស់លោកស្រីទៀតនេះជាការក្លែងបន្លំជីអ៊ីស្ងប់អារម្មណ៍សិនទៅសិនជីអ៊ីបានគាត់ចេញរួចទៅចិត្តបង្អួចជួយខ្ញុំរកមើលឯកសារដើមផងខ្ញុំចង់ដឹងថាអ្នកណាជាអ្នកដាក់ពាក្យលោកស្រីការស៊ើបអង្កេតនេះត្រូវការអនុម័តពីថ្នាក់លើអញ្ចឹងទៅដាក់ពាក្យទៅខ្ញុំជាមេធាវីឥឡូវនេះខ្ញុំនឹងប្តឹងពួកអ្នកទៅថ្នាក់លើដោយសារពួកអ្នកបានធ្វើការងារខុសនីតិវិធីនគរបាលរូតរះក្រវីដៃ20នាទីក្រោយមកអ្នកទាំងពីរត្រូវបានអញ្ជើញចូលទៅការិយាល័យប្រធានប៉ុស្តិ៍ឯកសារបានបង្ហាញថាពេលខែមុនមាននរណាម្នាក់បានដាក់ពាក្យសុំចុះបញ្ជីបន្ថែមនេះហើយនៅលើនោះក៏មានលិខិតយល់ព្រមចុះហត្ថលេខាដោយសិនជីអ៊ីព្រមទាំងសម្បត្តិកំណើតរបស់កុមារផងដែរសិនជីអ៊ីទទួលយកឯកសារហើយឃើញពាក្យសិនជីអ៊ីដែលសរសេរផ្ដេកដួលនាងខឹងរហូតដល់ដៃញ័រដូច្នេះលោកគិតថាអក្សរដែលសរសេរផ្ដេកដួលនៅលើនេះគឺជាហត្ថលេខារបស់ខ្ញុំមែនទេមេធាវីសិននេះពិតជាការធ្វេសប្រហែសរបស់យើងនេះជាការធ្វេសប្រហែសធ្ងន់ធ្ងរនេះជាការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរខ្ញុំត្រូវការឲ្យពួកអ្នកធ្វើលិខិតដូចជាលិលាអក្សរប្រធានប៉ុស្តិ៍មើលទៅសិនជីអ៊ីរួចដកដង្ហើមធំហើយទីបំផុតក៏ឲ្យកំណត់ត្រាចេញមកអ្នកដាក់ពាក្យគឺលោកហ្វូជេងយ៉ាវឬដូច្នោះក្រសែភ្នែករបស់សិនជីអ៊ីក៏ធ្លាក់ទៅលើប្តីរបស់នាងបុរសនោះមានអារម្មណ៍ខុសបន្តិចហើយមិនហ៊ានខ្ញុំនឹងមកយកលិខិតពន្យល់ជាលិលាអក្សរនៅថ្ងៃស្អែកប៉ុន្តែខ្ញុំរក្សាសិទ្ធិក្នុងការប្តឹងបន្តទៀតនៅតាមផ្លូវត្រឡប់មកផ្ទះវិញបរិយាកាសនៅក្នុងឡានស្ងប់ស្ងាត់គួរឲ្យខ្លាចពេលមកដល់ផ្ទះសិនជីអ៊ីបានចាក់សោកខ្លួនឯងនៅក្នុងបន្ទប់ការងាររីឯហ្វូជេងយ៉ាវស្ទាក់ស្ទើរនៅមាត់ទ្វារអស់ជាយូរទីបំផុតក៏គោះទ្វារជីអ៊ីខ្ញុំចង់និយាយជាមួយអ្នកសំឡេងរបស់ស្ត្រីបានបន្លឺឡើងពីខាងក្នុងចូលមកគាត់រុញទ្វារចូលពន្លឺអេក្រង់ឆ្លុះលើមុខរបស់នាងមើលទៅត្រជាក់ស្រទន់ហ្វូជេងយ៉ាវហាក់ដូចជាមិនដឹងថាត្រូវធ្វើអ្វីរឿងនេះខ្ញុំអាចពន្យល់បានគេជាកូនរបស់មិត្តខ្ញុំហើយក្រុមគ្រួសាររបស់គេលែងមាននរណាម្នាក់នៅរស់ហើយមិត្តកូនរបស់មិត្តប្រភេទណាទៅដែលត្រូវយកមកចុះឈ្មោះក្នុងសៀវភៅគ្រួសារមិត្តរបស់អ្នកឈ្មោះអ្វីសំខាន់អត់អ្នកប្រើអត្តសញ្ញាណរបស់ខ្ញុំដើម្បីធ្វើសៀវភៅគ្រួសារឲ្យកូនអ្នកអត់ទេហើយនេះមិនសំខាន់ទៀតទេជីអ៊ីខ្ញុំគ្រាន់តែខ្លាចអ្នកមិនយល់ព្រមដូច្នេះអ្នកលួចបញ្ចូលគេទៅក្នុងសៀវភៅគ្រួសាររបស់ខ្ញុំតើអ្នកគិតថាខ្ញុំជាអ្វីខ្ញុំគ្រាន់តែចង់ឲ្យកូននោះមានផ្ទះមួយតើនេះក៏ខុសដែរឬរៀបការបាន2ឆ្នាំហើយអ្នកមិនព្រមមានកូនជាមួយខ្ញុំសម្បីតែម្នាក់យើងបានសរសេរកិច្ចព្រមព្រៀងមុនរៀបការរួចហើយឥឡូវនេះអ្នកចង់និយាយថាអ្នកសោកស្ដាយមែនទេខ្ញុំមិនសោកស្ដាយទេគ្រាន់តែគិតថាក្មេងនោះគួរឲ្យអាណិតណាស់ចង់ជួយគេបន្តិចមនុស្សគួរឲ្យអាណិតមានច្រើនណាស់ប៉ុន្តែនេះមិនមែនជាហេតុផលដើម្បីលួចអត្តសញ្ញាណអ្នកដទៃទេមុនពេលអ្នករកវិធីប្រាប់ការពិតខ្ញុំបានគុំមករកខ្ញុំក្រោយបិទទ្វារហ្វូជេងយ៉ាវអង្គុយទុនដៃទុនជុំលើអីគាត់ដឹងថារឿងបានខូចហើយព្រឹកស្អែកឡើងសិនជីអ៊ីក៏ចេញទៅនាងទៅយកលិខិតពន្យល់ជាលិលាអក្សរនៅប៉ុស្តិ៍នគរបាលរួចក៏ទៅការិយាល័យមេធាវីព្រាមិត្តភក្តិចាស់ឈ្មោះឡាវជេនបានរងចាំនៅក្នុងបន្ទប់ប្រជុំរួចទៅហើយប៉ុន្មានឆ្នាំចុងក្រោយនេះឡាវជេនតែងតែសហការជាមួយការិយាល័យមេធាវីក្នុងការស៊ើបអង្កេតប្រវត្តិមេធាវីសិនថ្ងៃនេះខ្យល់អ្វីបានបកលោកស្រីមកទីនេះជួយខ្ញុំរកមើលមនុស្សពីរនាក់នេះខ្ញុំក៏ត្រូវការឲ្យអ្នកជួយខ្ញុំស៊ើបអង្កេតលំហូរសាច់ប្រាក់ទាំងអស់របស់ហ្វូជេងយ៉ាវក្នុងរយៈពេល6ខែចុងក្រោយនេះផងក្មេងប្រុសម្នាក់នេះឈ្មោះសិនស៊ីងយ៉ាវត្រូវបានប្តីរបស់ខ្ញុំចុះឈ្មោះក្នុងសៀវភៅគ្រួសាររបស់ខ្ញុំកាលពី3ខែមុនមេធាវីសិនរឿងនេះមិនតូចទេលោកស្រីមានតម្រុយផ្សេងទៀតទេប្តីរបស់ខ្ញុំក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះមានការផ្ទេរប្រាក់ជាច្រើនទៅកាន់កណ្ដីដែលមិនស្គាល់អត្តសញ្ញាណជួយខ្ញុំស៊ើបអង្កេតផងថាអ្នកណាជាម្ចាស់កណ្ដីដែលមិនស្គាល់អត្តសញ្ញាណនេះគួរតែផ្ដល់ពេលឲ្យខ្ញុំ3ថ្ងៃយ៉ាងហោចណាស់ដែលនោះខ្ញុំនឹងពេលឡាវចេញទៅសិនជីអ៊ីអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ប្រជុំដោយបបមើលលិខិតពន្យល់ជាលិលាអក្សររបស់ប៉ុស្តិ៍នគរបាលនៅក្នុងដៃនាងទើបតែដឹងថាខ្លួននាងរៀបការជាមួយបុរសម្នាក់នេះបាន2ឆ្នាំហើយប៉ុន្តែនាងមិនដឹងអ្វីទាំងអស់អំពីគាត់3ថ្ងៃក្រោយមករបាយការណ៍ស៊ើបអង្កេតត្រូវបានដាក់នៅលើតុការិយាល័យរបស់សិនជីអ៊ីហើយស្រោមឯកសារពេលរូបថតដំបូងបានលេចឡើងភ្លាមការដកដង្ហើមរបស់នាងក៏ឈប់នៅក្នុងរូបថតហ្វូជេងយ៉ាវកំពុងរៀបចំក្រវ៉ាត់ក្រហមឲ្យក្មេងប្រុសម្នាក់ឈ្មោះសាឡានៅហ្គេមរូបថតមើលឃើញច្បាស់សាឡាធំសិតសារពិសោធន៍ជីក្រុងសិនជីអ៊ីបកទៅទំព័របន្ទាប់ដែលជាព័ត៌មានលម្អិតរបស់ក្មេងប្រុសសិនស៊ីងយ៉ាវឆ្នាំនេះរៀនថ្នាក់ទី4កាលពី1ឆ្នាំមុននៅពេលដែលម្ដាយបង្កើតរបស់គេឈ្មោះស៊ូឈីងហ៊ឺបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពាក់បណ្ដោះប្រយោគចុងក្រោយម្រាមដៃរបស់នាងក៏រឹតបន្តឹងដោយមិនដឹងខ្លួនឡាវចេនបន្ថែមនៅក្បែរស៊ូឈីងហ៊ឺគឺជាមិត្តស្រីសម័យសាកលវិទ្យាល័យរបស់ហ្វូជេងយ៉ាវមិនយូរប៉ុន្មានក្រោយពេលអ្នកទាំងពីរបែកគ្នាស៊ូឈីងហ៊ឺបានពិនិត្យឃើញថានាងមានផ្ទៃពោះឡាវចេនហុចរូបថតមួយសន្លឹកទៀតនៅលើនោះមានរូបថតរួមគ្នារបស់នារីវ័យក្មេងមុខស្រស់ម្នាក់ជាមួយហ្វូជេងយ៉ាវសិនជីអ៊ីសម្លឹងមើលរូបថតនោះអស់ជាយូរឡាវចេនបន្ថយសម្លេងខ្ញុំនៅតែបន្តស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែខ្ញុំបានរកឃើញថា